บองปูนชนรวมเชียร์จิตติสระไลขนมดำหนักการประมาณทั้งไงจงกรอยนี้ខ្ញុំជឿជាក់ថាបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសកំពុងតែតាមដានដោយយកចិត្តទុកដាក់ទៅលើស្ថានភាពដែលបានវិវត្តពីដំណាក់កាលមួយទៅដំណាក់កាលមួយហើយជាពិសេសតែម្ដងគឺការឈ្លានពានសារជាថ្មីម្ដងទៀតពីប្រទេសជិតខាងជាពិសេសគឺប្រតិបត្តិការយោធាថៃមកលើប្រជាណាចក្រកម្ពុជារបស់យើងលើកនេះមានលក្ខណៈធ្ងន់ធ្ងរជាងលើកទី1បន្ថែមទៀតដោយក្នុងនោះយោធាថៃមិនត្រឹមតែវាយប្រហារមកលើគោលដៅយោធារបស់កម្ពុជានោះទេក៏តែតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់ក៏មានការវាយប្រហារហើយគេមកដកដូនតាជាពិសេសប្រាសាទតាកបីក៏មានការវាយប្រហារចំតែម្ដងដូចគ្នាដែរយើងតាមដានដោយយកចិត្តទុកដាក់អ្វីដែលយើងបានឃើញគឺនាំមកនៃការព្រួយបារម្ភក៏ដូចជាការឈឺចាប់ក្នុងនាមជាជាតិសាសន៍របស់យើងដែរតែក្នុងពេលតែមួយអ្វីដែលផ្ដល់នូវភាពកក់ក្ដៅសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនោះមានខ្ញុំដូចគ្នាដែរគឺការដឹកនាំដោយយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកម្ពុជារបស់យើងដែលក្នុងនោះគឺមានសម្ដេចតេជោមានសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីតែក្រៅពីនឹងថែមទៀតគឺយើងបានតាមដានដោយយកចិត្តទុកដាក់ទៅលើភាពអង់អាចក្លាហានរបស់វីរៈកងទ័ពរបស់យើងដែលឈរនៅឯបន្ទាត់ព្រំដែនក្នុងនោះមានមេបញ្ជាការរងនាយទាហានរងពលទាហានក៏ដូចជាកងកម្លាំងបរាវុធរបស់យើងទាំងអស់ដែលកំពុងតែឈរជើងដោយអង្គអាចក្លាហានពុះពៀដើម្បីការពារបូរណភាពទឹកដីប្រឆាំងទៅនឹងខ្មាំងដែលកំពុងនឹងឈ្លានពានមកលើទឹកដីរបស់យើងក្នុងនោះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបជាផ្នែកនៃខឿនការពារជាតិមួយរូបគ្មានអ្វីក្រៅពីការថ្លែងអំណរគុណនិងផ្ដល់នៃភាពជឿជាក់ទាំងស្រុងជូនទៅដល់ថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាវីរៈកងទ័ពរបស់យើងដែលនៅជួរមុខដែលក្នុងនោះយើងខ្ញុំសូមជូនពរនៅភាពជោគជ័យក្នុងបេសកកម្មក្នុងការការពារបូរណភាពទឹកដីជាពិសេសគឺយកជ័យជំនះទៅលើខ្មាំងដែលកំពុងតែឈ្លានពានមកលើយើង